ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណក់ឈាមថ្ងៃនេះផងដែរដំណក់ឈាមនឹងចែករំលែករឿងពិតមួយដែលទទួលបានអំពីលោកតាម្នាក់ដែលមានឈ្មោះថាបូរ៉ារឿងនេះគឺតាក់ទងទៅនឹងប្រលឹងចងអាឃាតនៅក្នុងព្រៃចំការកៅស៊ូមួយស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះផ្ទាល់តែម្ដងដែលបច្ចុប្បន្នលោកតាបូរ៉ានៅមានជីវិតនៅឡើយទេដែលគាត់មានអាយុ86ឆ្នាំហើយគាត់មានកូនចំនួន6នាក់រឿងនេះផងដែរគឺបានកើតឡើងនៅក្នុងសម័យបារាំងនៅក្នុងសម័យនោះគឺលោកតាគឺជាគ្រូបង្រៀនម្នាក់ហើយពេលទំនេរលោកតាក៏ជាអ្នករត់ម៉ូតូឌុបផងដែរឥឡូវនេះយើងត្រឡប់ទៅកាន់សាច់រឿងយើងវិញតែម្ដងដែលនៅក្នុងសម័យនោះគឺជាសម័យមិនទំនើបដូចបច្ចុប្បន្ននោះទេដែលគ្រប់ផ្លូវទាំងអស់សម្បូរទៅដោយដើមឈើនិងចំការកៅស៊ូធំៗខ្លាំងមែនទែនអ្នកដំណើរជាច្រើនមិនហ៊ានធ្វើដំណើរនៅពេលយប់នោះទេដោយសារតែมันមានសុវត្ថិភាពសម្បូរទៅដោយចោរប្លន់កាប់សម្លាប់ជាដើមអ្នកដែលហ៊ានធ្វើដំណើរពេលយប់ភាគច្រើនគឺជាពួកឈ្មួញដែលជួញដូរមកពីស្រុកឆ្ងាយភូមិឆ្ងាយមិនស្គាល់តំបន់នេះតែប៉ុណ្ណោះហើយនឹងមួយក្រុមទៀតគឺជាក្រុមចោរប្លន់កាប់សម្លាប់នេះឯងដែលពួកគេតែងតែហ៊ានធ្វើដំណើរនៅពេលយប់នៅក្នុងតំបន់នេះចំណែកអ្នកស្រុកទូទៅបើមិនមានភារកិច្ចអ្វីចាំបាច់នោះទេគឺពួកគាត់មិនត្រូវធ្វើដំណើរពេលយប់នោះទេដោយសារតំបន់នេះគឺជាតំបន់ស្មុគស្មាញដែលងាយនៅក្នុងការវង្វេងប្រសិនបើអ្នកភូមិមិនសូវធ្វើដំណើរឆ្លងកាត់នោះទេយូរធ្វើដំណើរឆ្លងកាត់ម្ដងហើយគាត់មានភារកិច្ចត្រូវធ្វើដំណើរនៅពេលយប់នោះគឺមានហានិភ័យខ្ពស់នៅក្នុងការវង្វេងផ្លូវខ្លាំងមែនទែនដូច្នេះហើយអ្វីដែលអាចជៀសវាងបានគឺអ្នកភូមិមិនងាយនឹងធ្វើដំណើរនៅពេលយប់នោះទេបើយើងពិពណ៌នាអំពីសភាពផ្លូវវិញគឺផ្លូវមានសភាពតូចចង្អៀតដែលមិនអាចធ្វើដំណើរដោយរថយន្តឬក៏រទេះគោបានទេគឺមានតែគន្លងសម្រាប់កង់និងម៉ូតូតែប៉ុណ្ណោះចំណែកអ្នកដែលមានម៉ូតូធ្វើដំណើរឆ្លងកាត់គឺជាអ្នកដែលមានជីវភាពមធ្យមហើយព្រោះភាគច្រើននៅសម័យនោះគឺប្រជាពលរដ្ឋទូទៅតែងតែធ្វើដំណើរដោយកង់ដើម្បីទៅកាន់ទីផ្សារនិងឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀតដើម្បីប្រស្រ័យទាក់ទងគ្នានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃកាន់មកដល់ចំណុចនេះលោកតាបូរ៉ាបានប្រាប់ទៀតថានៅកន្លែងដែលគ្រោះថ្នាក់បំផុតនៅក្នុងតំបន់នេះគឺជាទួលថ្ពងដែលទួលថ្ពងហ្នឹងគឺជាកន្លែងដែលងងឹតទាំងយប់ទាំងថ្ងៃដោយសារតែទីនោះវាមានដើមកៅស៊ូធំជាងគេបំផុតដែលដុះស្ដុកនៅជាប់គ្នាដែលពន្លឺព្រះអាទិត្យមិនអាចចាំងចូលនៅពេលថ្ងៃបាននោះទេហើយតំបន់នេះក៏ជាតំបន់គ្រោះថ្នាក់ដោយសារតែក្រុមចោរបានប្លន់សម្លាប់មនុស្សអស់ជាច្រើនអ្នកខ្លាំងមែនទែនជាពិសេសហ្នឹងគឺបានសម្លាប់ពួកឈ្មួញដែលរកស៊ីពីស្រុកឆ្ងាយហើយឆ្លងកាត់នៅទួលនេះតែម្ដងហើយរឿងដែលធ្វើឲ្យគាត់ចាំមិនភ្លេចនោះនៅក្នុងមួយឆាកជីវិតរបស់គាត់គឺនៅក្នុងថ្ងៃមួយហ្នឹងគឺមានក្រុមចោរគ្នាមួយក្រុមដែលប្រដាប់ដោយកាំភ្លើងជាច្រើនដើមបានសម្លាប់ក្រុមឈ្មួញមកពីស្រុកឆ្ងាយចំនួន8នាក់ហើយបានកាត់កដាក់នៅលើដើមកៅស៊ូនោះតែម្ដងចាប់តាំងពីពេលនោះមកគឺផ្លូវទួលថ្ពងនេះមិនមានប្រជាពលរដ្ឋរូបណាដែលហ៊ានធ្វើដំណើរឆ្លងកាត់នោះទេមិនថាពេលថ្ងៃឬក៏ពេលយប់ពួកគេតែងតែធ្វើដំណើរផ្លូវវាងទោះបីផ្លូវវាងនេះឆ្ងាយជាងផ្លូវទួលថ្ពងនេះច្រើនដងក៏ដោយក៏ប្រជាពលរដ្ឋមិនធ្វើដំណើរឆ្លងកាត់ផ្លូវទួលថ្ពងនេះដាច់ខាតដែលធ្វើឲ្យផ្លូវនេះមានសភាពកាន់តែខ្លាចហើយមានដើមឈើដុះកាន់តែច្រើនដែលយើងមើលទៅគឺជាព្រៃស្ដុកដែលសម្បូរទៅដោយដើមកៅស៊ូធំនៅពីលើបើសិនបើយើងឆ្លងកាត់នៅទីនេះគឺទោះបីជាពេលថ្ងៃក៏យើងត្រូវតែព្រឺខ្នងដែរដោយសារតែសភាពវាគឺមើលទៅពិបាកទទួលយកខ្លាំងមែនទែនជារឿយបន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើងហើយប្រជាពលរដ្ឋដែលរស់នៅភូមិក្បែរនឹងទួលថ្ពងនេះតែងតែឮសំឡេងស្រែកយំជារៀងរាល់យប់នៅលើទួលថ្ពងនេះធ្វើឲ្យប្រជាពលរដ្ឋពិបាករស់នៅខ្លាំងមែនទែនហើយចាប់តាំងពីពេលនោះមកប្រជាពលរដ្ឋតែងតែផ្លាស់ទីលំនៅទៅរស់នៅកន្លែងផ្សេងដែលឆ្ងាយពីទួលថ្ពងនេះមិនអាចឮសំឡេងបានថ្ងៃមួយមិញច័ន្ទដែលជាអ្នកជិតខាងរបស់លោកតាបូរ៉ានឹងបានឈឺពោះសម្រាលកូនហើយនៅពេលនោះគឺកូនរបស់គាត់ពិបាកកើតខ្លាំងមែនទែនដែលគាត់ត្រូវការទៅស្វែងរកគ្រូពេទ្យដើម្បីជាជំនួយប៉ុន្តែជាចៃដន្យនៅក្នុងសម័យនោះនៅតាមភូមិនានាជុំវិញស្រុកស្នួលនេះគឺមិនមានពេទ្យមួយនោះទេគឺចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ទួលថ្ពងនេះដើម្បីទៅរកគ្រូពេទ្យនៅឯស្រុកស្នួលផ្ទាល់តែម្ដងដូច្នេះហើយលោកតាបូរ៉ាក៏មិនបង្អែបង្អង់យូរក៏សម្រេចចិត្តដប់មិញច័ន្ទទៅផ្សារស្នួលតាមរយៈផ្លូវទួលថ្ពងនេះតែម្ដងការធ្វើដំណើរនេះគឺមានគ្នា3នាក់គឺមិញច័ន្ទ
លោកតាបូរ៉ាហើយនឹងប្តីរបស់មីងច័ន្ទនៅពេលធ្វើដំណើរទៅជាច្រើនម៉ោងហើយក៏ទៅដល់ទួលថ្ពងនឹងនៅពេលទៅដល់ទួលថ្ពងចចៃដន្យម៉ូតូរបស់លោកតាបូរ៉ានឹងក៏បានខូចនៅចំទួលថ្ពងនេះតែម្ដងដែលធ្វើឲ្យអ្នកទាំង3នាក់នេះគឺមានសភាពភ័យខ្លាចខ្លាំងមែនទែនហើយនៅពេលដែលម៉ូតូកំពុងខូចនោះក៏មានឮសំឡេងសត្វអ្វីចម្លែកជាច្រើនកំពុងស្រែកនៅជុំវិញដើមកៅស៊ូដែលនៅទួលថ្ពងនេះតែម្ដងប៉ុន្តែពួកគាត់ទាំង3នាក់នេះក៏បានបង្កាត់ភ្លើងហើយដុតភ្លើងដើម្បីឲ្យបានជាពន្លឺដើម្បីកុំឲ្យខ្លាចហើយនៅពេលនោះមីងច័ន្ទក៏កំពុងតែឈឺពោះហើយក៏បានស្រែកទ្រហោយំខ្លាំងមែនទែននៅទីនោះនៅពេលដែលមីងច័ន្ទកំពុងតែឈឺពោះនោះមីងច័ន្ទក៏បានមើលឃើញមនុស្សមួយក្រុមនៅខាងមុខកំពុងតែដើរសម្ដៅមករកគាត់ហើយគាត់ក៏បានស្រែកហៅជាជំនួយដើម្បីឲ្យជួយគាត់ប៉ុន្តែលោកតាបូរ៉ាហើយនឹងប្តីរបស់មីងច័ន្ទពុំបានឃើញនរណាម្នាក់ទេរំពេចនោះមីងច័ន្ទក៏បានស្រែកហៅមនុស្សមួយក្រុមនោះកាន់តែខ្លាំងឡើងដើម្បីជាជំនួយប៉ុន្តែមិនមាននរណាម្នាក់ដើរចូលមកជិតសោះដែលមនុស្សមួយក្រុមនោះហាក់ដូចជាកាន់តែទៅឆ្ងាយទៅពីគាត់ហើយលោកតាបូរ៉ានិងប្តីរបស់មីងច័ន្ទប្រកាសណាស់ថានេះប្រកាសជាខ្មោចលងប្រពន្ធរបស់គាត់ហើយដោយសារតែប្រពន្ធរបស់គាត់នឹងគឺមានសភាពផ្លូវចិត្តខ្សោយដោយសារតែកំពុងតែឈឺពោះឆ្លងទន្លេផងដែលធ្វើឲ្យការមើលឃើញខ្មោចនឹងគឺកាន់តែងាយតែម្ដងហើយមីងច័ន្ទនោះឈឺពោះខ្លាំងពេកក៏មិនអាចទ្រាំទ្របានក៏សម្រាលកូននៅទួលថ្ពងនេះតែម្ដងដែលកូនរបស់គាត់កើតមកនឹងគឺមានសុខភាពល្អប៉ុន្តែអ្វីដែលចម្លែកនឹងគឺកូនរបស់គាត់មិនបានស្រែកយំអ្វីនោះទេគឺកើតមកស្ងាត់ជ្រាបតែម្ដងដែលធ្វើឲ្យអ្នកទាំង3នាក់នោះគឺភ័យខ្លាំងមែនទែនថាកូនរបស់គាត់នឹងគឺបាត់បង់ជីវិតប៉ុន្តែតាមពិតកូនរបស់គាត់នឹងគឺមិនបានបាត់បង់ជីវិតនោះទេនៅពេលនោះម៉ូតូរបស់លោកតាបូរ៉ាក៏ឆេះវិញក៏អាចជិះបន្តទៅមុខទៀតបានហើយអញ្ចឹងក៏ពួកគាត់បន្តទៅពេទ្យដើម្បីឲ្យពេទ្យនឹងជួយមើលកូនរបស់គាត់ថាតើកូនរបស់គាត់មានសុខភាពល្អដែរឬទេទៅដល់ពេទ្យហើយពេទ្យក៏ទទួលស្គាល់ថាកូនរបស់មីងច័ន្ទហ្នឹងគឺមានសុខភាពល្អណាស់ដោយមិនមានអ្វីនោះទេហើយនៅពេលទៅដល់ពេទ្យទៅក៏កូនរបស់មីងច័ន្ទក៏ចាប់ផ្ដើមយំខ្លាំងតែម្ដងខុសចម្លែកអីតែនៅពេលនៅទួលថ្ពងហ្នឹងគឺកូនហ្នឹងគឺអត់យំសោះតែម្ដងដោយអ្នកទាំង3ហ្នឹងក៏បានសន្និដ្ឋានថាកូនរបស់គាត់ហ្នឹងមានការឃុំក្រងប្រលឹងណាមួយដើម្បីកុំឲ្យកូនហ្នឹងយំអញ្ចឹងហើយអ្នកទាំង3ហ្នឹងក៏បានទៅដល់ពេទ្យដោយសុវត្ថិភាពហើយលោកតាបូរ៉ាក៏បានបញ្ជាក់ទៀតថារឿងរ៉ាវរន្ធត់នោះក៏បានមកដល់ក្រុមចៅដែលធ្លាប់តែស្ទាក់ប្លន់នៅទួលថ្ពងនោះបានទៅបាត់អស់ជាច្រើនឆ្នាំមកហើយប៉ុន្តែនៅឆ្នាំនោះស្រាប់តែក្រុមចៅនោះត្រឡប់មកវិញម្ដងទៀតដែលក្រុមចៅនោះបានមកជាមួយនឹងប្រដាប់អាវុធមានកាំភ្លើងនិងគ្រាប់បែកផ្សេងៗដើម្បីចាំស្ទាក់ប្លន់ពួកឈ្មួញដែលធ្វើដំណើរឆ្លងកាត់នៅទួលថ្ពងនោះដោយក្រុមចៅនោះបានស៊ើបអំពីដំណើរនៃពួកឈ្មួញថាពួកឈ្មួញនឹងធ្វើដំណើរឆ្លងកាត់ទួលថ្ពងនៅយប់ហ្នឹងដូច្នេះហើយក្រុមចៅក៏បានទៅស្ទាក់នៅទួលថ្ពងនោះដើម្បីចាំប្លន់យកទ្រព្យសម្បត្តិដែលពួកឈ្មួញបានធ្វើដំណើរឆ្លងកាត់ទីនោះមិនយូរប៉ុន្មាននៅម៉ោងប្រហែលជា9យប់ពួកឈ្មួញក៏បានធ្វើដំណើរទៅដល់ទួលថ្ពងនោះប៉ុន្មានប៉ុន្តែពួកចៅនោះមិនបានប្លន់ពួកឈ្មួញនោះទេដោយពួកឈ្មួញបានក្រឡេកទៅឃើញសាកសពចៅនៅពេញព្រៃតែម្ដងហើយពួកឈ្មួញនោះពិតជាសង្ស័យណាស់ធ្វើឲ្យពួកឈ្មួញក៏បានរត់ទៅឆោឡោស្រែកផ្អើលអស់អ្នកភូមិដើម្បីនាំគ្នាមកមើលតាមការសង្កេតរបស់អ្នកភូមិថាខ្មោចទាំងនេះមិនបានត្រូវមាននរណាសម្លាប់ទេប្រហែលជាត្រូវប្រលឹងចងអាឃាតសម្លាប់ពួកចៅនេះជាមិនខានហើយតាំងពីនោះមកជំនឿដែលថាមានខ្មោចនៅទួលថ្ពងនេះកាន់តែល្បីរន្ទឺខ្លាំងមែនទែនដែលធ្វើឲ្យអ្នកដំណើរចិត្តឆ្ងាយទាំងអស់ហ្នឹងគឺពួកគាត់មិនហ៊ានធ្វើដំណើរឆ្លងកាត់ទួលថ្ពងនេះទេរហូតមកដល់សម័យបច្ចុប្បន្នហ្នឹងហើយដែលចំការកៅស៊ូហ្នឹងត្រូវបានគេកាប់អស់ទៅអ្នកដំណើរក៏ដូចជាបងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹងធ្វើដំណើរឆ្លងកាត់ធម្មតាហើយមកដល់បច្ចុប្បន្ននេះគឺมันមានអ្វីជាធំដុំឬក៏มันមានខ្មោចអីលងទេដោយសារតែផ្ទះរបស់ប្រជាពលរដ្ឋហ្នឹងគឺនៅច្រើនមែនតើប៉ុន្តែនៅពេលយប់ស្ងាត់គឺមិនសូវមានមនុស្សចេញដើរទេនៅតំបន់នោះគឺនៅតែមានអ្នកខ្លាចអញ្ចឹងដោយសារតែវាជាទួលដែលមើលទៅគួរឲ្យខ្លាចម្យ៉ាងដែរហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានស្ដាប់នៅរឿងនេះ